ចាសួស្តីបងប្អូនទាំងអស់គ្នាទម្រាំតែយើងបានចិញ្ចើមដែលស្អាតឃើញទម្រង់មុខយើងច្បាស់មិនងាយស្រួលទេណាបងប្អូនយើងត្រូវមានក្បួនវាស់ត្រឹមត្រូវចាយើងត្រូវវាស់ចិញ្ចើមទម្រង់មុខឲ្យស៊ីនឹងចិញ្ចើមនិងកែងចិញ្ចើមទម្រង់មុខយើងត្រូវស៊ីចិញ្ចើមបែបណាហើយរបៀបធ្វើចិញ្ចើមបងប្អូនឃើញហើយអ្នកគ្រូខ្ញុំបានបរៀនឲ្យថាធ្វើចិញ្ចើមត្រូវមើលទម្រង់មុខភ្ញៀវថាទម្រង់មុខភ្ញៀវស៊ីចិញ្ចើមបែបណាអញ្ចឹងមុននឹងយើងធ្វើចិញ្ចើមមួយយើងត្រូវមើលទម្រង់មុខភ្ញៀវយើងត្រូវគិតយើងត្រូវគូរយើងត្រូវវាស់ឲ្យបានត្រឹមត្រូវទម្រាំតែចិញ្ចើមមួយដែលស្អាតឲ្យភ្ញៀវសម្រាប់ទម្រង់មុខភ្ញៀវគឺសំខាន់បំផុតចិញ្ចើមនឹងតែម្ដងយើងត្រូវមើលយកចិត្តទុកដាក់មុននឹងធ្វើមុននឹងដើរម៉ាស៊ីនយើងត្រូវគូរវាស់ឲ្យបានស្អាតត្រឹមត្រូវហើយមុននឹងធ្វើយើងត្រូវគិតថាយើងធ្វើយ៉ាងម៉េចឲ្យសមនឹងទម្រង់មុខភ្ញៀវមិនចេះតែធ្វើទេចាបងប្អូនទាំងអស់គ្នាមុននឹងធ្វើចិញ្ចើមត្រូវគិតឲ្យបានវែងឆ្ងាយហើយដល់ពេលយើងធ្វើចិញ្ចើមហើយលើកទម្រង់មុខយើងឲ្យស្រស់ស្អាតនេះយើងធ្វើចិញ្ចើមហើយពេលដែលយើងធ្វើចិញ្ចើមហើយលើកទម្រង់មុខគាត់ឲ្យស្អាតឆ្វាយដូចជានេះអរគុណច្រើនបង